ថ្ងៃនេះគឺត្រូវមានវិរៈពុទ្ធការពីខ្សែក្បាត់មកទាំងអ្នកគ្រូមកទាំងលោកគ្រូអីបន្តមកហើយខ្សែក្បាត់នេះបោកដកគុណចៃទៅមួយឆ្នាំគត់បានកន្លងទៅគឺនៅខាងខេត្តកំពង់ចាមកម្ពុជារបស់ជើងបាទអ្នកជំនះបានកន្លងមកគឺនៅខាងខេត្តកំពង់ចាមបានខ្ញុំម្នាក់ជំនួសរៀលដូចគ្នាដែរបាទរីឯអ្នកដែលជំនះក៏ទទួលបាន1លានរៀលដែរជាការលើកទឹកចិត្តពលដល់គូខ្សែក្បាត់ហើយបាទយើងបានសម្រាប់កីឡាករគុណខ្មែររបស់យើងបាទគឺអេអមរិនប៊ូផងការពារខ្សែក្បាត់បាទកីឡាករដូចកាលនេះអ្នកឲ្យទៅដើមខ្សែក្បាត់បាទអញ្ចឹងមួយឆ្នាំហើយអេអមរិនប៊ូផងពាក់ខ្សែក្បាត់មួយឆ្នាំហើយយើងដល់ពេលដែលត្រូវកីឡាករបរទេសមកទៅដើមហើយហើយចាំមើលថាការប្រកួតយ៉ាងណាការប្រកួតមានចំនួន3ទឹកទៅលើសង្វៀនការកិនទិនសម័យរបស់យើងពាក់ឆ្វេងរបស់អមរិនចាប់ក្រោមមកជើងសងស្ដាំវិញពីកីឡាករផលឡូបាទផលឡូឌីឡូបាទយ៉ាតាបផោជួយរបស់អេមរិនអត់ត្រូវបាទកពស់ស្រៀងគ្នាបាទខាងពុកទូកា1.78ម៉ែត្រអេមរិន1.82ម៉ែត្របាទខុសមានតិចទេមិនទេស៊ីសងទេបាទជួយមកជើងរបស់ផោឡូបាទសាច់កណោទៅមកបាទសាច់បាទយើងក៏ហំគេក៏ហំដែរចាក់ក្រោមរបស់អេមរិនអីយ៉ាចង់អត់ស្រួលចាក់យើងក្រោមបាញ់មិញចាំលើជួយសងវិញពីផោឡូកន្លងទៅពុកទូកាយ៉ាឆ្វេងរបស់អមរិនកំពុងមកសម្លាក់សម្លឹងពុះទឹករបស់ផាឡូសង្ស័យកន្លែងនេះថាកន្លែងចូលជង្គង់របស់គាត់ហើយយ៉ាចូលអូយបាទចូលពេញកញ្ចក់បាត់ណាចាក់ខ្លាំងមកជិះនេះពេញផុតលុកឆ្វេងរបស់ផាឡូអមរិនមួយចាក់ក្រោមរបស់ផាឡូទុកឆ្វេងរបស់ផាឡូយកដៃរាប់ជាប់ពីអមរិនចាក់ក្រោមសងវិញពីអមរិនតាំងក្រហមហើយជើងផាឡូខាងឆ្វេងចាប់ផ្ដើមក្រហមជាប់ក្តារបាទអមរិនបោះជំនាញជើងសេះមួយតាំងកពស់រកឱកាសហាក់ឆ្វេងរបស់ផាឡូឆ្វេងរបស់ផាឡូនេះឆ្វេងរបស់អមរិនចាក់ក្រោមមកជើងទៀតបាទតែជើងក្រោមមើលចង់ដឹងថាជើងផាឡូនឹងរឹងមាំអត់ចាក់ក្រោមមកជើងទៀតបាទចាក់អាយ៉ាបាទចង់ចេញឲ្យតាមហើយឆ្វេងរបស់ផាឡូសងវិញផាឡូបិទជើងឆ្វេងបានអត់ទៅលើអមរិនឃើញកន្លែងយើងទៅនៅហើយចាក់ក្រោមមកជើងនេះចាំទាញម្ដងរយៈស្នាមរបស់ផាឡូប្រដៅផាឡូថាអត់អីទេខ្ញុំធ្លាប់មកចាក់ក្រោមជើងទៀតចាក់ក្រោមមកជើងទៀតអូអាយ៉ាអរេចាំប្រអប់លេងទេបាទអូមួយបងបាទហើយទៀតយ៉ាក្រៅរបស់ផាឡូឆ្វេងរបស់ផាឡូបាទគីយកគាត់ចូលកញ្ចឹងកអមរិនតែអមរិនបិទជាប់ល្អណាស់អមរិនកាប់ផ្លាច់កងសូនឆ្វេងរបស់ផាឡូវិញបាទចាក់ក្រៅរបស់អមរិនចូលណាស់បាទចង្គង់បោះចង្គង់នេះចេញហើយចង្គង់ទឹកចេញហើយចូលកញ្ចឹងអូបាទ4 5 6 7 8ចាប់ទឹកទី1ចាប់ទឹកល្មមមកជើងមិញចូលមាត់ចូលស្រាលហើយនេះឆ្វេងសងពីទឹកទឹកបានជួងជួយគាត់ឥឡូវគឺចូលកញ្ចប់មាត់ព្រោះឯនេះគាត់កំពុងប្រើយុទ្ធសាស្ត្រដើម្បីតបតរ៉ោទឹកទី2សម្រាប់អេមរិនមកផ្ដាច់បានឬក៏មិនបានចាំមើលខាងពុទ្ធិកាផលឡូមីឡូប្រយ័ត្នហើយពេលនេះបាទអមរិនជាយាមបាទគាត់ជើងក្រោមទៅដែរគាត់ស្ដាំពីផលឡូចាក់ហើយគឺទៅគាត់ជើងនេះគឺថាជើងតែបន្តិចមួយវាយក្បាលបាទ7ចាប់បោប៉ុនក្បាលបាទអូបាទថ្ងៃនេះបាទអមរិនការពារខ្សែក្រវ៉ាត់របស់អេអមរិនការពារខ្សែក្រវ៉ាត់បានសម្រាប់បងប្អូនណាបាទជាមួយនឹងកីឡាករ